ថៃបានថតវីដេអូដែលពួកគេកំពុងតែកាន់កាប់ដូចជានៅផ្សារតាក្របីដូចជានៅច្រកអានសេះបាទបន្ទាប់ពីពួកគេបានមកកាន់កាប់នៅក្នុងតំបន់គោលដៅឈរជើងនេះគេក៏បានថតជាវីដេអូគេចង់ប្រាប់ទៅប្រជាជនថៃថាទាហានរបស់គេបានឈរជើងឬក៏បានវាយកាន់កាប់តំបន់នេះចឹងទៅបាទហើយបន្ទាប់ពីទាហានថៃទៅកាន់កាប់ឬក៏ទៅឈរជើងនៅតំបន់ខ្លួនកំពុងតែឈរជើងនេះកំពុងតែថាវាយបាននេះបាទឈរជើងតំបន់ដូចជានៅអានសេះដូចជានៅប្រាសាទតាក្របីនេះខ្មែរយើងបើកឲ្យចូលមែនបាទបើកឲ្យចូលនេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចតេជោបាទបើកឲ្យចូលឲ្យទាហានថៃនាំគ្នាច្រៀងគេថតគេសប្បាយចិត្តគេអួតប្រាប់ប្រជាជនគេហ្នឹងហើយគេប្រាប់ប្រជាជនគេថាឥឡូវនេះពួកយើងកំពុងតែវាយកាន់កាប់នៅតំបន់នេះចឹងទៅបាទនឹងបន្ទាប់ពីច្រៀងឲ្យអស់បាទច្រៀងឲ្យអស់ឡងបានប្រហែលម៉ោងខាង BR21 របស់កម្ពុជាយើងក៏បានផ្លោងទៅតំបន់នោះគឺមានឲ្យការមកបងប្អូនបាទហ្នឹងឲ្យព័ត៌មានគេផ្ដល់ព័ត៌មានថាទាហានថៃវាបានចូលទៅគ្រប់គ្រងនៅតំបន់អានសេះនេះបាទហើយដូចជានៅសัตว์តាក្របីនេះបាទទាហានកម្ពុជាយើងក៏ផ្លោងទៅមួយកញ្ច្រែងពីរកញ្ច្រែងវារត់ទៅណារួចបាទច្រៀងចប់ដេកស្ដោកហ្នឹងមានអីនេះគឺជាយុទ្ធសាស្ត្ររបស់សម្ដេចថាបើកឲ្យចូលតែកាលណាទាហានបើកចូលវាចូលក្នុងដីយើងបាទវាចូលក្នុងដីយើងមានសិទ្ធិវាយការពារខ្លួនហ្នឹងហើយចូលក្នុងទឹកដីរបស់យើងហើយមិនចាំការទេបងប្អូនបាទយើងមិនដាក់ទៅដេកអណូកអណាយពេញហ្នឹងនៅតំបន់អាសេះដូចបងប្អូនបានឃើញវីដេអូហើយទាហានថៃដែលថតឌឺមកខាងកម្ពុជាយើងថាពួកគេបានវាយកាន់កាប់នេះចឹងទៅហើយផ្សារតាក្របីនោះឃើញវីដេអូរបស់កងទ័ពរបស់ខ្មែរយើងថតវីដេអូមកក៏ឃើញសាកសពរបស់ទាហានថៃដេកពេញហ្នឹងដែរអានេះគឺជាយុទ្ធសាស្ត្រមួយរបស់កម្ពុជាបាទបើកឲ្យចូលបិទទ្វារលបងវាយឆ្កែបាទហើយមួយទៀតបងប្អូនខ្ញុំចង់និយាយរឿងអ្នកផ្ដល់ព័ត៌មានឲ្យខាងកម្ពុជាយើងគឺសៀមសុរិនបាទសៀមសុរិនគេអ្នកផ្ដល់ព័ត៌មានឲ្យខាងកម្ពុជាថាទាហានថៃគេបានចូលជើងនៅតំបន់នេះបាទនៅគោលដៅនេះបាទប្រាប់មកខាងកងទ័ពរបស់ខ្មែរយើងប៉ុន្តែយើងមិនអាចបញ្ចេញឈ្មោះរបស់គេបានទេបាទព្រោះយើងត្រូវរក្សាសុវត្ថិភាពរបស់ពួកគេដែរយើងនឹងស្រាប់ថាតើកាលណាយើងបញ្ចេញឈ្មោះអ្នកផ្ដល់ព័ត៌មានឲ្យយើងគឺពួកគេនឹងគឺមានបញ្ហាជាមួយនឹងទាហានថៃបាទយើងនឹងស្រាប់ថាពួកសៀមសុរិននេះគឺពួកគេគឺនៅក្នុងទឹកដីថៃគឺមិនមែននៅក្នុងទឹកដីខ្មែរទេបាទតើកាលណាយើងបញ្ចេញឈ្មោះបាទគឺយើងដូចជាប្រាប់ទៅខាងសត្រូវរបស់ថៃនេះឲ្យថៃទៅធ្វើបាបឬក៏ទៅចាប់បាញ់សម្លាប់ចោលចឹងទៅអញ្ចឹងខ្ញុំសូមបងប្អូនទាំងអស់គ្នាមុននឹងនិយាយមុននឹងធ្វើអីយើងត្រូវគិតពីសុវត្ថិភាពរបស់គេផងទោះគេមិនមែនជាខ្មែរយើងក៏ដោយគេគឺជាសៀមសុរិនពីមុនគេហៅតែខ្មែរសុរិនប៉ុន្តែខ្មែរសុរិនឬមួយក៏សៀមសុរិននេះគឺនៅក្នុងទឹកដីថៃទេថៃអ្នកគ្រប់គ្រងអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាមុននឹងបញ្ចេញឈ្មោះអ្នកណាដែលផ្ដល់ព័ត៌មានឲ្យសូមបងប្អូនទាំងអស់គ្នាកុំបញ្ចេញឈ្មោះរបស់គេយើងបានដឹងថា PM21 របស់យើងក៏បានផ្លោងទៅចំគោលដៅដែលគេផ្ដល់មកឲ្យនេះច្រើនទីតាំងដែរអញ្ចឹងហើយយើងត្រូវរក្សាសុវត្ថិភាពរបស់គេផងអាងថាគេមិនមែនជាខ្មែរមិនមែននៅក្នុងទឹកដីរបស់យើងបញ្ចេញឈ្មោះគេវាអាចប៉ះពាល់ដល់អាយុជីវិតរបស់គេបាទយើងត្រូវគិតពីសុវត្ថិភាពអាយុជីវិតរបស់គេផងបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នេះបងប្អូនអរគុណច្រើនហើយកុំភ្លេចជួយចុច share like វីដេអូរបស់ខ្ញុំអ្នកមួយផងអរគុណច្រើនបងប្អូនអរគ្នា